រៀនទទួលយកការពិតទើបមិនសូវកើតទុក្ខខ្លាំងទម្លាប់នឹកគិតរឿងណាដែលនាំឲ្យរីករាយចិត្តកុំនិយាយដើមគេអីគេដឹងគេស្អប់ហើយមានបាបទៀតប្រឹងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកខឹងតែកុំគុំអីរៀនភ្លេចខ្លះទៅបានសុខជាងបើខឹងកុំគុំរៀនភ្លេចខ្លះទើបមិនសូវមានទុក្ខតម្រូវចិត្តមនុស្សគ្រប់គ្នាមិនបានទេគិតថាល្អធ្វើទៅកុំសូន្យសាញពេកគិតធូខ្លះទៅល្អិតពេកទៅមុខមិនរួចទេកុំនិយាយដើមគេអីបាបហើយគេស្អប់ទៀតកុំប៉ិនសុំពេកនាំឲ្យបែកមិត្តកុំស្មុគស្មាញពេករឿងណាត្រូវកើតខាត់ក៏មិនបានដែរលំបាកចិត្តពេកទៅដោះអីមិនចេញដដែលដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំចង់ឲ្យតែគេយល់ពីអ្នកត្រូវចេះយល់ពីគេខ្លះផងពូកែប៉ុណ្ណាក៏មិនត្រូវធ្វេសប្រហែសដែរមានស្រឡាញ់មានស្អប់មានជួបមានព្រាត់ជារឿងធម្មតាច្រណែនគេមិនបានអ្វីមកអ្នកទេបានត្រឹមតែក្តៅក្រហាយនិយាយច្រើនតែឥតប្រយោជន៍នៅស្ងៀមប្រសើរជាងហួងហែងច្រើនមានទុក្ខច្រើនសម្រាប់កំហឹងបានទើបរស់នៅបានសុខអ្នកចេះកែខ្លួនចាត់ទុកជាបណ្ឌិតឈ្នះខ្លួនឯងប្រសើរជាងឈ្នះមនុស្សរាប់ពាន់នាក់ស្ដាប់ធម៌នាំឲ្យកើតបញ្ញាជួយដោះស្រាយបញ្ហាជីវិតសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកខឹងច្រើនជីវិតក្តៅក្រហាយច្រើនស្លាប់ទៅយកអ្វីមិនបានទេរៀនធ្វើទានខ្លះទៅមនុស្សខឹងច្រើនជាមនុស្សល្ងង់ព្រោះចូលចិត្តដុតខ្លួនឯងស្រឡាញ់ខ្លាំងពេលព្រាត់ទុក្ខក៏ខ្លាំងដែរធ្វើជាមនុស្សទឹកកុំធ្វើជាមនុស្សភ្លើងកុំសន្សំរឿងក្តៅក្រហាយពេកខួរក្បាលអ្នកមិនមែនជាធុងសម្រាមទេ
កុំផ្ញើសេចក្តីសុខលើរបស់ខាងក្រៅទាំងស្រុងពេកប្រយ័ត្នខកចិត្តសាទរពេលគេបានជោគជ័យអ្នកបានបុណ្យផងបានមិត្តភាពផងនរណាក៏មានកំហុសដែរហើយការចាប់កំហុសអ្នកដទៃមិនមែនជាការងារចាំបាច់របស់អ្នកទេគ្មានអ្នកណាបានជោគជ័យដោយខ្វះការតស៊ូឡើយទឹកចិត្តមេត្តាធ្វើឲ្យចិត្តអ្នកត្រជាក់មុនគេរំលឹករឿងនាំឲ្យអ្នករីករាយចិត្តរឿងណាអត់ប្រយោជន៍បោះចោលខ្លះទៅឈឺកាយព្រោះកម្មចាស់ឈឺចិត្តព្រោះមិនចេះអប់រំឲ្យបានល្អបើគេខឹងគេដុតខ្លួនគេហើយបើអ្នកខឹងគេវិញអ្នកក៏ដុតខ្លួនឯងដែរមនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេឲ្យបានច្រើនពេលនិយាយស្ដីឲ្យគិតក្រែងចិត្តគេខ្លះផងកុំច្រណែនគេអីគ្មានបានអីផងបានតែក្តៅក្រហាយឥតប្រយោជន៍កុំអុចអាលឲ្យគេឆ្លោះគ្នាបាបណាស់ហើយមានកម្មពៀទៀតជីវិតអ្នកថ្លៃណាស់កុំចំណាយពេលនិយាយដើមគេពេកអត់ប្រយោជន៍ហើយបាបទៀតចង់បានមុខមាត់ហួសហេតុពេកនាំឲ្យគេស្អប់ហើយដឹកនាំគេមិនកើតទេស្រឡាញ់កូនប្រពន្ធកុំភ្លេចឪពុកម្ដាយអ្នកគ្មានអ្នកណាចេះតែធ្វើតាមចិត្តយើងគ្រប់ពេលទេរៀនអត់ធន់ខ្លះទៅបើខុសសុំទោសគេទៅឆាប់ចប់រឿងកុំទឹះច្រើនពេកពិបាកតែខ្លួនឯងខឹងច្រើនឆ្លោះច្រើនចម្រើនទុក្ខបើគិតទៅចេញមាសចេញប្រាក់ចាំគិតឲ្យច្រើនកុំចូលចិត្តរមាស់មាត់និយាយដើមគេពេកបាបហើយមានកម្មពៀទៀតកាប់ប្រឡាយទើបទឹកវាហូរប្រឹងសាងទើបសំណាងកើតកុំចូលចិត្តជន់ជើងគេឯងក្រែងឈរជើងមិនបានយូរបើសរសើរឲ្យគេឮគ្រប់គ្នាបើបន្ទោសរកកន្លែងណាស្ងាត់បើដាស់តឿនគេត្រូវមើលពេលតាំងចិត្តអីល្អហើយនិយាយឲ្យពីរោះស្ដាប់ផងបើអ្នកចង់សុខត្រូវទម្លាប់គិតរឿងល្អនិយាយរឿងល្អរំលឹករឿងល្អសេពគប់មនុស្សល្អ
រៀនលើកលែងទោសមើលមនុស្សត្រង់ចំណុចល្អមានមេត្តាកុំចំណែនគេកុំខឹងកុំគុំកុំស្មុគស្មាញពេកកុំស្ដាយក្រោយកុំបារម្ភពេកកុំហួងហែងពេកកុំលោភលន់ពេកកុំប្រកាន់ខ្លួនពេកកុំសូវមើលរឿងក្តៅក្រហាយកុំមើលទោសគេពេកបើឃើញគេធ្វើបានល្អកុំកំណាញ់ពាក្យលើកទឹកចិត្តកុំភ័យពេកអីភ័យពេកទៅបានតែកើតទុក្ខគ្មានដោះអីចេញផងចង់ឲ្យគេគោរពត្រូវចេះគោរពគេមុនកុំសូវនិយាយរឿងមួម៉ៅពេកខាតពេលផងខូចចិត្តផងហើយបាបទៀតកុំយកកំហឹងជាម្ចាស់ត្រូវធ្វើជាម្ចាស់កំហឹងវិញកុំហូបច្រើនពេកនាំឲ្យឈឺច្រើនខ្ជិលដូចជ្រូកអាយុខ្លីឆាប់ស្លាប់បើមានរឿង100ឲ្យអ្នកយំអ្នកមានហេតុផល1000សម្រាប់ញញឹមរួចបន្តដំណើរទៅមុខទៀតមានជួបមានព្រាត់ជារឿងធម្មតាកុំកើតទុក្ខពេកកុំរវើរវាយច្រើនពេកគិតមួយណាឲ្យប្រកបជាមួយនឹងទើបមិនសូវស្មុគស្មាញពេលម៉ែឪស្លាប់មិនមែនទាល់តែយំទើបឈ្មោះថាស្រឡាញ់ម៉ែឪទេយកឈ្នះកំហឹងក្នុងចិត្តអ្នកប្រសើរជាងឈ្នះគេដោយកំហឹងរៀនសប្បាយចិត្តនឹងអ្វីដែលអ្នកមានអ្នកនឹងមិនសូវកើតទុក្ខពេកទេជីវិតតែមានបញ្ហាគ្មានអ្នកណាជៀសផុតទេធ្វើទានជួយសង្គ្រោះអ្នកដទៃបានបុណ្យផងបានការស្រឡាញ់រាប់អានផងដាំពូជជាអ្នកមានទ្រព្យសម្បត្តិច្រើនផងទម្លាប់ចិត្តឲ្យគិតរឿងល្អល្អរឿងត្រូវជីវិតមិនសូវមានទុក្ខទេផ្ទះជាជំរកកាយគុណធម៌ទាំងឡាយជាជំរកចិត្តគ្មានអ្នកណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយគុណធម៌នាំមកនៅភាពត្រជាក់ត្រជុំសម្រាប់ខ្លួនអ្នកនិងអ្នកជុំវិញខ្លួនកុំមួម៉ៅនឹងរឿងដែលអ្នកធ្វើមិនកើតអីប្រឹងធ្វើរឿងណាដែលអ្នកអាចធ្វើបានរកទ្រព្យរកវិជ្ជាកុំភ្លេចរកមេរៀនអប់រំចិត្តផងទើបរស់នៅបានសុខ
ទ្របរបស់ដែលយើងមានហ្នឹងបើតាមធម៌វាជាផលនៃការព្យាយាមរបស់យើងវាជាផលនៃបុណ្យរបស់យើងដែលយើងធ្វើមកអញ្ចឹងយើងគួរដាំពូជថ្មីតាមរយៈបែងចែកទ្របដែលយើងមានហ្នឹងជួយសង្គ្រោះដល់អ្នកដទៃមួយជាមនុស្សធម៌យើងឃើញគេមានការលំបាកយើងជួយសង្គ្រោះដោយមេត្តាយើងបានសប្បាយចិត្តនៅពេលដែលគេបានរួចផុតពីទុក្ខទី2យើងកាត់បន្ថយការកំណាញ់ស្មោគិតតែពីអញអាហ្នឹងដែលធ្វើឲ្យចិត្តចង្អៀតមួម៉ៅក្តៅកាហាយហ្នឹងដោយសារកំណាញ់ហ្នឹងដែរអញ្ចឹងយើងរៀនលះបង់ចិត្តកំណាញ់ហ្នឹងតាមរយៈការចែករំលែកសេចក្តីសុខដល់អ្នកដទៃហើយមួយទៀតក៏ជាការដាំពូជបន់សម្រាប់ទៅមុខទៀតការបរិច្ចាគទានហ្នឹងជាពូជនៃការរស់ស៊ីមានបានទូធាហើយនឹងដំណាក់តំណងល្អគេស្រឡាញ់គេចូលចិត្តនេះជាការដាំពូជថ្មីអញ្ចឹងវាបានទាំងសប្បាយចិត្តវាបានទាំងពូជល្អវាបានទាំងបុណ្យហើយបើយើងស្មោគិតទៅពីប្រមូលគិតទៅពីអញគិតទៅធ្វើម៉េចឲ្យអញនឹងបានច្រើនណាងាប់អីងាប់ទៅអានោះវាក្រនៅក្នុងចិត្តយើងណាបិទថាមើលទៅមានទ្រព្យមានធនច្រើនមែនប៉ុន្តែក្រៀមក្រោះក្រក្តៅក្រហល់កាហាយពីខាងក្នុងទ្រព្យរបស់យើងនឹងប្រៀបទៅជាទឹកសមុទ្រគេអត់អាចយកមកផឹកបានទេប៉ុន្តែសម្រាប់អ្នកដែលមានសមានចិត្តជួយសង្គ្រោះនឹងទ្រព្យតិចមែនប៉ុន្តែជាទឹកសាបនៅក្នុងតឡោក្នុងផ្តិលអញ្ចឹងគេអាចហូបទៅបាត់ស្រេកឃ្លានត្បិតថាទឹកនឹងតិចតួចមែនអញ្ចឹងយើងអត់អាចយកអីទៅបានទេស្ពាយអីមកកាក់ម៉ាសេនទៅក៏មិនបានដែរមានទ្រព្យមហាសាលមាសពេជ្រប្រមាណកេះប្រមាណពីងក៏យកអីទៅមិនបានដែរអញ្ចឹងមានតែឆ្នៃរបស់ហ្នឹងឲ្យទៅជាបុណ្យឲ្យទៅជាចេតនាការសង្គ្រោះចិញ្ចឹមគ្រួសារប្រពន្ធកូនញាតិមិត្តម៉ែឪហើយចែករំលែកសេចក្តីស្រឡាញ់ហ្នឹងដល់សពសត្វទាំងអស់អាហ្នឹងបុណ្យហ្នឹងមកនៅក្នុងចិត្តយើងភ្លើងឆេះតារូបរាងកាយប៉ុន្តែมันអាចឆេះបុណ្យបានទេយើងអាចយកទៅជាមួយបានប៉ុន្តែបើយើងប្រឹងយកមកឲ្យมันចែករំលែកអាហ្នឹងយើងអត់បានដាំពូជថ្មីទេយើងបានតាបរិភោគផលបុណ្យចាស់ហើយយើងទៅវិញខ្លួនទៅទេហើយហ្នឹងយើងអត់បានធ្វើបុណ្យសម្រាប់ខ្លួនឯងទៅមុខទៀតទេអ្នកខ្លះកើតមកដូចថាមិនបានល្អប្រសើរដូចគេរូបក៏មិនស្អាតរៀនក៏មិនសូវបានចេះហើយរស់ស៊ីអីក៏មិនសូវទៅមុខហើយដល់អញ្ចឹងតាំងប្រៀបធៀបបងប្អូនគេគ្រាន់បើអញដូចជាយ៉ាប់យ៉ឺនឬក៏ថាមានប្តីមានប្រពន្ធទៅក៏មិនសំប្រកបទៅបែកបាក់ព្រាត់ប្រាស់ឆ្លោះប្រកែកមានកូនមកតណាត់តណែងកូនមិនស្ដាប់មិនធ្វើតាមកន្លងធម៌អីចឹងហើយអញ្ចឹងតូចចិត្តនឹងវាសនាមិនបានអញ្ចឹងមិនបានអញ្ចឹង
មិនបានខ្ញុំពិបាកជាងគេអានឹងបើគិតតាមផ្នែកកម្មផលអានឹងវាមានតំណែងតំណងមកមានកម្មចាស់មកហើយវាមានកម្មថ្មីផងកម្មចាស់ឧទាហរណ៍ថាយើងមិនបានសមឧបនិស្ស័យរៀនសូត្រមកអញ្ចឹងបច្ចុប្បន្នហ្នឹងរៀនចេះមិនទៅមុខហើយមិនបានសូវធ្វើទៀនចាំម៉ែចាំឪមករស់ស៊ីវាមិនសូវឡើងហើយបើត្រូវធ្លាប់កុហកបោកប្រាស់កັບកេងគេទៀតមកដាក់ទៅចេះតែឡងចុងទៅមិនសូវជាចម្រុងចម្រើនទេហើយបើធ្លាប់និយាយប្រកាច់ប្រខូចអេកអូចធ្វើឲ្យអ្នកដតីបែកបាក់ព្រាត់ប្រាសកូនបានមកគេមិនសូវស្ដាប់ប្រកបយើងធ្វើការងារនិយាយស្ដីអីទៅមិនជាមនុស្សមានទឹកមាត់ប្រៃទេនិយាយចោលគេមិនយកចិត្តទុកដាក់ទេអាហ្នឹងវាមានផលកម្មអញ្ចឹងមកផ្នែកហើយប៉ុន្តែវាមានកម្មបច្ចុប្បន្នដែលយើងអាចធ្វើហើយយើងអាចផលិតផលថ្មីជាប្រយោគៈសម្បត្តិកិច្ចការដែលយើងត្រូវធ្វើពេលបច្ចុប្បន្នហ្នឹងឲ្យល្អដូចជាភិក្ខុមួយព្រះអង្គលោកមិនសូវបានធ្វើបុណ្យពីមុនមកអញ្ចឹងបួសហើយក៏មិនសូវមានចង្ហាន់ឆាន់មិនសូវមានញាតិញោមស្គាល់ដែរអញ្ចឹងបានព្រះសម្មាសម្ពុទ្ធឲ្យលោកឧស្សាហ៍យកទឹកលាងជើងហ្នឹងមកដាក់សម្រាប់ប្រសង់លាងជើងមុននឹងឡើងកត់ឡើងសាលាហើយនឹងដាក់ទឹកឆាន់សម្រាប់ប្រសង់ទូទៅក្នុងក្អមក្នុងពាងអីចឹងទៅអញ្ចឹងលោកឧស្សាហ៍ធ្វើរាល់ថ្ងៃសកម្មភាពបច្ចុប្បន្នជាបុណ្យកុសលអំពើល្អចរិយាមារយាទហ្នឹងល្អហ្នឹងធ្វើឲ្យពុទ្ធបរិស័ទមកឃើញលោកស្រឡាញ់លោកអាណិតលោកអញ្ចឹងបុណ្យបច្ចុប្បន្នហ្នឹងធ្វើឲ្យគេចូលចិត្តរាប់អានលោកហើយលោកក៏សម្បូរដោយលៀបតាមកម្លាំងបុណ្យពីបច្ចុប្បន្នហ្នឹងទៅអញ្ចឹងយើងជួបរឿងមិនល្អហ្នឹងយើងចាត់ទុកថាវាជាការធ្វើប្រហែសរបស់យើងមិនបានពិចារណាត្រឹមត្រូវរើសបុគ្គលហ្នឹងយើងចាត់ទុកថាវាជាផលបាបចាស់ទៅចោះជួបរឿងត្រូវខាតបង់អញ្ចឹងណាហើយចោះយើងអរគុណអ្វីដែលមានពេលបច្ចុប្បន្ននេះអរគុណពុកអរគុណម៉ែដែលបានចាំបីបាច់ថែរក្សាខ្ញុំឲ្យមានជីវិតត្បិតថាខ្ញុំមិនមានវាសនាល្អដូចកូនគេផ្សេងប៉ុន្តែបានពុកម៉ែជួយមើលថែចិញ្ចឹមឲ្យខ្ញុំមានជីវិតប៉ុណ្ណឹងខ្ញុំប្រើជីវិតហ្នឹងជាមូលដ្ឋានពឹងប្រែងដើម្បីឲ្យជីវិតហ្នឹងបានធំថ្កើងអត់ទៅដាក់កំហុសបន្ទោសអ្នកនេះបន្ទោសអ្នកនោះមកពីម៉ែហ្នឹងមកពីអ្នកនេះមកពីអ្នកនោះអីទេថាមនុស្សយើងវាមានសម្ពាយកម្មសម្ពាយបុណ្យហ្នឹងផ្សេងគ្នាមកអញ្ចឹងយើងមានប៉ុណ្ណឹងយើងអភិវឌ្ឍពីអ្វីដែលយើងមានហ្នឹងធ្វើដំណើរទៅមុខទៀតដោយសតិបញ្ញាស្មារតីការខ្សែផ្គប់ល្អការគ្រប់គ្រងចិត្តឲ្យបានត្រឹមត្រូវការត្រេះរិះពិចារណាហើយការសិក្សារៀនសូត្រឲ្យបានច្រើនអានឹងយើងអាចរៀបចំជីវិតនឹងបានល្អទៅមុខហើយអញ្ចឹងយើងកុំចាំបាច់ថាបន្ទោសគេបន្ទោសឯងតូចចិត្តនឹងចេះចុះអីអានឹងជាផលវិបាកកម្មចុះអញ្ចឹងហើយយើងផលិតកម្មថ្មីដើម្បីទទួលបានផលថ្មីមកវិញអានឹងយើងអ្នកទទួលខុសត្រូវខ្លួនយើងអត់អាចអង្គុយកើតទុកហើយស្រាប់តែសង្ឃឹមថាចាំបានផលល្អបានទេអ្នកខ្លះទម្លាប់ចិត្តហ្នឹងគេថានិយាយអីចង់បានអីហ្នឹងចង់បានភ្លាមឲ្យគេធ្វើហ្នឹងគឺធ្វើម៉េចឲ្យតែធ្វើតាមចិត្តខ្លួនឯងបើមិនធ្វើហ្នឹងគឺមួម៉ៅញីញ័រតកហល់ហើយតែទម្លាប់ចឹងយូរទៅវាធ្វើឲ្យពុះកជ្រោលរោរែកហើយយើងអត់មានសមត្ថភាពគ្រប់គ្រងរលករំញ័រផ្លូវចិត្តនឹងបានអានឹងប៉ះពាល់ដល់សុខភាពផ្លូវកាយផងសុខភាពផ្លូវចិត្តផង
យើងទៅជារវើរវាយរហូតដល់អ្នកខ្លះគេមិនលក់គិតវិលខ្ញាល់នៅក្នុងចិត្តនឹងទៅប៉ះពាល់ដល់សុខភាពផ្លូវកាយចិត្តនឹងក៏មួម៉ៅយូរទៅជាលែងអាចគ្រប់គ្រងស្ថានភាពផ្លូវចិត្តបានរហូតដល់មានជំងឺទៀតផងដោយសារអន្សំចង់បានអីហើយចង់ភ្លាមឲ្យបានដូចចិត្តហើយអត់ចេះព្រមទទួលស្គាល់ការពិតថាវាមិនមែនចេះតែបានតាមចិត្តយើងចង់ទេយើងប្រាប់គេមិនមែនចេះតែតាមយើងភ្លាមធ្វើបានភ្លាមផ្លែតបានទេវាតចេះទទួលស្គាល់ថាហ្នឹងឯងមនុស្សវាមិនមែនបានដូចចិត្តយើងគិត100តាំង100ទេប្រាប់ទៅណែនាំទៅខុសឆ្គងបដៅទៅធ្វើប្រាប់100ធ្វើបាន50 60 70ហ្នឹងស្ដីបដៅថាហើយដឹងអំពីឧបនិស្ស័យរបស់មនុស្សនឹងវាអញ្ចឹងយើងមិនអាចបខំដើមថ្នោតឲ្យដូចដើមដូងបានទេពូជគ្នាពូជដើមថ្នោតយ៉ាងណាមនុស្សម្នាក់ហ្នឹងវាមានពូជមានឧបនិស្ស័យហ្នឹងផ្សេងគ្នាមកអញ្ចឹងនៅតែណែនាំថែទាំថាដាំផ្កាដាំដើមឈើនៅតែស្រោចទឹកដាក់ជីអញ្ចឹងប៉ុន្តែមិនអង្គុយជេរដើមថ្នោតដើមដូងឬក៏ដំណាំហ្នឹងឯងមើលថែសម្អាតជួយទំនុកបំរុងឲ្យមនុស្សនឹងបានល្អប្រសើរហើយតើយើងរៀនទទួលស្គាល់អញ្ចឹងទទួលស្គាល់ថាវាមិនមែនចង់អីត្រូវតែបានហើយដល់ពេលវាមិនបានវាផ្ទះអសាវាកើតទុកតែខ្លួនឯងហ្នឹងឯងដែលរៀនទម្លាក់ខ្លះទម្លាក់ហ្នឹងមិនមែនបានន័យថាមិនឲ្យចង់បានទេយើងកំណត់ដឹងថាវាមានហេតុគ្រប់គ្រាន់ទើបវាបានអញ្ចឹងបើយើងអត់បានណែនាំបានត្រឹមត្រូវការព្យាយាមយើងវាមិនទាន់ដល់បនយើងវាមិនគ្រប់វាអត់បានទេដូចកើតទុកពិបាកចិត្តបោកក្បាលអញ្ចឹងទេវាមិនបានផងតើឡើយយើងទទួលថាហ្នឹងហើយវាមិនទាន់គ្រប់មកតែហេតុមិនទាន់គ្រប់ទើបវាមិនបានអញ្ចឹងប្រឹងតទៅទៀតទៅបន្តិចទៀតណាបានប៉ុណ្ណឹងទទួលចង់បាន100ប៉ុន្តែបាន80ប្រឹងទៅទៀតតារៀនទម្លាក់ខ្លះចឹងទើបយើងមិនសូវកើតទុកខ្លាំងកំហុសជាសាមញ្ញជនអ្នកណាក៏មានកំហុសដែរតែសំខាន់ថាតើចេះទទួលស្គាល់កំហុសហើយកែប្រែវាឬទេអ្នកព្យាយាមបិទបាំងកំហុសខ្លួនឯងគឺជាមនុស្សអន់ចំណែកអ្នកធ្វើខុសហើយប្រកែកយកត្រូវជាមនុស្សមហាអន់ត្បិតថាកំហុសធ្វើឲ្យអ្នកឈឺចាប់មែនតែវាបានប្រាប់អ្នកពីចំណុចខ្វះខាតហើយអ្នកអាចយកវាជាមេរៀនដ៏សំខាន់សម្រាប់អភិវឌ្ឍខ្លួនឯងឲ្យបានប្រសើរនៅពេលក្រោយបើធ្វើខុសហើយត្រូវតែហ៊ានទទួលស្គាល់កំហុសហើយកែប្រែវាទៅហើយក៏គ្មានប្រយោជន៍អ្វីនឹងដេកក្តៅក្រហាយស្ដាយក្រោយឡើយព្រោះបើស្ដាយទៅក៏គ្មានកែអ្វីកើតដដែល
ម្យ៉ាងទៀតបើមានអ្នកណាហ៊ានប្រាប់កំហុសអ្នកគួរអរគុណគេទោះបីគេប្រាប់ដោយពាក្យល្អឬពេលខ្លះមិនល្អក៏ដោយមនុស្សបានប្រសើរខ្ពង់ខ្ពស់ដោយបានរៀនសូត្រពីកំហុសខ្លួនឯងនិងពីកំហុសអ្នកដទៃកំហុសជាសាមញ្ញជនអ្នកណាក៏មានកំហុសដែរតែសំខាន់ថាតើចេះទទួលស្គាល់កំហុសហើយកែប្រែវាឬទេអ្នកព្យាយាមបិទបាំងកំហុសខ្លួនឯងគឺជាមនុស្សអន់ចំណែកអ្នកធ្វើខុសហើយប្រកែកយកត្រូវជាមនុស្សមហាអន់ខកចិត្តវាកើតមកពីសេចក្តីប្រាថ្នារបស់យើងវាខ្ពស់ហើយដល់ពេលលទ្ធផលដែលបានមកវាទាបវាតិចអញ្ចឹងធ្វើឲ្យខកបំណងទៅឧទាហរណ៍ថាយើងចង់បាន 10000 តែបានតែ 5000 ចង់ឲ្យគេស្ដាប់យើងធ្វើតាមយើងឲ្យគេធ្វើមិនតាមចិត្តយើងចង់ឬក៏យើងជួយគេហើយអស់ពីចិត្តពីស្រាមស្រាប់តែអ្នកនឹងវាយប្រហារបកាច់ប្រខូចយើងវិញចុះខកចិត្តធ្លាក់ថ្លើមហ្នឹងយើងតើមានបញ្ញារៀនបញ្យល់ប្រាប់ខ្លួនឯងថាអ្វីវាមិនមែនចេះតែបានតាមចិត្តយើងចង់រហូតទេចឹងហើយជីវិតនឹងវាមានពេលខ្លះបានពេលខ្លះមិនបានចឹងឯងវាមាន up and down ចឹងយើងទទួលស្គាល់ថានឹងជាផលឧទាហរណ៍ថាយើងចង់បាន 10000 តែប្រហែលបាន 5000 នឹងជាផលហើយផលនឹងវាកើតមកពីហេតុដែលនាំឲ្យបានផលនឹងប៉ុណ្ណឹងវាអត់អាចមានអីលើសពីហេតុដែលយើងបានសាងមកទេយើងសាងមកប្រហែលយើងបានមកប៉ុណ្ណឹងយើងប្រឹងប្រែងតស៊ូបុណ្យយើងមានប៉ុណ្ណឹងបុណ្យយើងមាន 5000 ណាអញ្ចឹងយើងទទួលស្គាល់ថានឹងវាជាផលនៃការប្រឹងប្រែងផលនៃបុណ្យរបស់យើងហើយយើងនៅខ្វះខាតចំណុចណាខ្វះខាតការប្រឹងប្រែងខ្វះខាតចំណេះជំនាញខ្វះខាតធនធានមនុស្សខ្វះខាតចំណេះវិជ្ជាហ្នឹងយើងបន្ថែមទៅបន្ថែមពីលើផលដែលយើងទទួលបានហ្នឹងយើងបដោះហេតុថ្មីដើម្បីទទួលបានផលថ្មីហើយបើយើងអង្គុយមួម៉ៅក្តៅក្រហាយជេរបន្តិចមកពីវាមកពីចេះមកពីចោះអាហ្នឹងយើងដូចអង្គុយជេរផលហ្នឹងស្រូវហ្នឹងវាបាន1 ហិកតាវាបាន3 តោនអញ្ចឹងចាឧទាហរណ៍ហើយយើងអង្គុយជេរផលហ្នឹងផលវានៅតែ3 តោនអញ្ចឹងដែរទេបើយើងចង់បានផលថ្មីវាតតែយើងមានបច្ចេកទេសថ្មីដើម្បីបានផលថ្មីហ្នឹងអាហ្នឹងយើងប្រឹងប្រែងទៅយកអ្វីដែលមានហ្នឹងអ្វីដែលមានហ្នឹងជាមូលដ្ឋានសម្រាប់អភិវឌ្ឍផលថ្មីទៀតគិតច្រើនបើគិតច្រើនហើយ
នាំឲ្យអ្នកបានចម្រើនគិតទៀតចុះតែបើគិតទៅនាំឲ្យស្មុគស្មាញច្រើនខ្វល់ខ្វាយច្រើនកាត់វាខ្លីៗខ្លះទៅធ្វើសិនទៅបើខុសចាំគិតទៀតអ្នកគ្មានសមត្ថភាពគ្រប់គ្រងរឿងថ្ងៃស្អែកបានទាំងស្រុងទេរឿងណាត្រូវកើតប្រឹងខាត់ប៉ុណ្ណាក៏ខាត់មិនបានមិនមែនថាមិនខ្វល់មិនត្រៀមទុកទេគិតបង្ការទុកចុះធ្វើអ្វីដែលអ្នកអាចធ្វើបានតែកុំអង្គុយបង្កើតរឿងមកបន្លាចចិត្តខ្លួនឯងអីប្រឹងធ្វើឲ្យអស់ពីសមត្ថភាពក្នុងថ្ងៃនេះរឿងថ្ងៃស្អែកចាំស្អែកចាំជួបបើបានល្អចាត់ទុកថាបុណ្យល្អតែបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅកុំរអ៊ូអីជីវិតគឺអញ្ចឹងឯងបើដោះហើយដើរទៅមុខទៀតកុំស្ពាយរឿងសំពីសំពងច្រើនពេកជីវិតមិនសូវមានរស្មីទេជីវិតខ្ញុំអភ័ព្វអ្នកខ្លះចូលចិត្តត្អូញត្អែរំលឹករំលើកប្រៀបធៀបហេតុអីបានជាខ្ញុំមិនល្អដូចគេហេតុអ្វីខ្ញុំជួបតែរឿងអកុសលរហូតហេតុអ្វីជីវិតខ្ញុំអភ័ព្វម្ល៉េះតើអ្នកត្អូញត្អែប្រាប់អ្នកណាគេមិនចង់ដឹងរឿងអ្នកទេហើយគេក៏មិនចង់អភ័ព្វដូចអ្នកដែរជីវិតតែមានបញ្ហាចឹងឯងតិចច្រើនតាមកម្លាំងកម្មរៀងខ្លួនគេជួបរឿងគេយើងជួបរឿងយើងប្រៀបធៀបគ្នាមិនបានទេបើអ្នកជួបបញ្ហាហើយអ្នកបែរជាទន់ជ្រាយតើបានអ្នកណាមកជួយដោះស្រាយបញ្ហារបស់អ្នកគេមិនមកទទួលទុកជំនួសអ្នកទេគេក៏មានបញ្ហារបស់គេដែរបើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកឲ្យទន់ជ្រាយតាមរឿងខាងក្រៅសេចក្តីទុក្ខនឹងតាមជិះជាន់អ្នកកាន់តែខ្លាំងឡើងទ្រាំទៅប្រឹងទៅដោះស្រាយទៅបើពិបាកខ្លាំងសូមឲ្យគេជួយខ្លះទៅតែអ្នកត្រូវតែរឹងប៉ឹងត្រូវតែហ៊ានប្រឈមមុខចំពោះរឿងរ៉ាវទាំងឡាយត្រូវប្រឹងដោះឲ្យអស់ពីសមត្ថភាពដែលអ្នកមាន
ដោះបន្តិចម្ដងហើយត្រូវចេះព្រមទទួលស្គាល់ការពិតថាអ្នកប្រឹងអស់ត្រឹមនឹងហើយរួចធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកមិនដូច្នោះទេទុកនឹងប្រមូលគ្នាមកជិះជាន់អ្នកកាន់តែខ្លាំងមិនខានសាងកម្លាំងចិត្តអ្នកណាក៏ធ្លាប់ខុសគ្មានអ្នកណាម្នាក់ល្អ 100% ទេជាពុទ្ធជនតែងភ្លាត់ស្នៀតសាងកំហុសខ្លះមិនខានបើខុសត្រូវហ៊ានទទួលកំហុសសូមអភ័យទោសពីគេហើយតាំងចិត្តកែប្រែកុំទម្លាប់កិច្ចកែឬលាក់បាំងកំហុសអីមិនជារឿងល្អទេកំហុសចាត់ទុកជាមេរៀនតែកុំឲ្យខុសដដែលព្រះពុទ្ធទ្រង់ចាត់ទុកអ្នកចេះកែប្រែកំហុសថាជាបណ្ឌិតឈានទៅមុខរឿងណាកន្លងហួសទៅហើយអនុញ្ញាតឲ្យវាចាក់ចេញពីអ្នកទៅកុំសូវរំលឹករំលើកវាអីនាំតែក្តៅក្រហាយចិត្តយកវាជាបទពិសោធន៍តែកុំដាក់ច្រវាក់ខ្នោះគ្នាងខ្លួនអ្នកក្នុងគុកអតីតកាលឡើយអនាគតដ៏ភ្លឺស្វាងកំពុងរង់ចាំអ្នកបើអ្នកសម្រេចចិត្តចាប់ផ្ដើមសារជាថ្មីសន្សំភ្លើងអ្នកខ្លះសន្សំភ្លើងរាល់ថ្ងៃហើយចេះតែស្រែកថាក្តៅណាស់ភ្លើងកំហឹងភ្លើងច្រណែនភ្លើងគុំគួនភ្លើងស្ដាយភ្លើងភ័យភ្លើងរវើរវាយភ្លើងហួងហែងភ្លើងប្រកាន់ភ្លើងអំនួតបើភ្លើងនៅក្នុងចិត្តអ្នកច្រើនទោះបីនិមន្តលោកស្រោចទឹក100 វ៉ាត់ទៀតក៏មិនត្រជាក់ដែរសម្បកក្រៅមិនអាចវាស់វែងសុខុមាលភាពផ្លូវចិត្តបានទេពិតណាស់ថារស់នៅត្រូវការទ្រព្យជាចាំបាច់តែទ្រព្យមិនអាចធានាសេចក្តីសុខទាំងស្រុងបានទេអ្នកមានទ្រព្យច្រើនគ្នានៅតែត្អូញត្អែពីទុក្ខសោករបស់ខ្លួនមានទ្រព្យផងមានធម៌ផងទើបបានសេចក្តីសុខរៀនអប់រំចិត្តស្ដាប់ធម៌ធ្វើសមាធិបង្ហាត់ចិត្តឲ្យស្ងប់ជីវិតនឹងមានភាពត្រជាក់ត្រជុំច្រើនជៀសមិនរួចសុខទុក្ខសរសើរនឹងទាចំណេញខាតជោគជ័យបរាជ័យជួបនឹងព្រាត់ជារឿងធម្មតាគ្មានអ្វីចម្លែកទេរៀនទទួលយកទាំងពីរកុំធ្ងោពេកអីធ្ងោទៅបានតែកើតទុក្ខថែម
បើជួបហើយដោះទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងអ្វីមិនចេះតែបានតាមចិត្តរហូតទេទុកមិនទៀងដោយអ្វីផ្សេងទៀតដែរទុកសោកនឹងរឿងរ៉ាវមិនល្អទាំងឡាយដែលកើតឡើងហើយនឹងសាបរលាបទៅវិញបើអ្នកមិនសូវរំលឹករំលើកវារឿងណាហួសហើយអនុញ្ញាតឲ្យវាចាក់ចេញពីអ្នកទៅអ្នកអាចយកបញ្ហានោះជាបទពិសោធន៍ជីវិតតែកុំដាក់ខ្នោះខ្លួនអ្នកក្នុងគុកអតីតកាលឡើយព្រមឲ្យវាចាក់ចេញពីអ្នកទៅកុំខាត់វាឲ្យនៅក្នុងចិត្តអ្នកយូរពេកឡើយទុកខ្លាំងបើអ្នកបង្ខំឲ្យអ្វីគ្រប់យ៉ាងបានដូចចិត្តអ្នកប្រាថ្នាគ្រប់ពេលអ្នកនឹងរងទុកខ្លាំងមិនខានព្រោះអ្វីកើតឡើងតាមហេតុរបស់វាមិនតម្រូវតាមចិត្តអ្នកចង់ទេប្រាថ្នាចង់បានល្អតែបើមិនបានក៏ត្រូវហ៊ានទទួលយកហើយប្រឹងដោះស្រាយទៅជីវិតគឺចឹងឯងរៀនទទួលយកការពិតទើបមិនសូវកើតទុកខ្លាំងអ្នកខ្លះព្យាយាមយល់ពីអ្នកខ្លះទៀតមិនខ្ចីយល់ពីអ្នកទេទោះបីអ្នកប្រឹងពន្យល់យ៉ាងណាក៏ដោយព្យាយាមប្រាប់ពីគោលបំណងអ្នកបើគេមិនចង់យល់ទេក៏កុំខូចចិត្តអីលើโลกនេះមានប្រភេទមនុស្សអ៊ីចឹងខ្លះដែរយើងមិនអាចបង្ខំគេឲ្យដូចយើងគិតបានទេរលកជីវិតម្នាក់តែងជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតាទោះប្រឹងជៀសទៅណាក៏ជៀសមិនរួចរលកជីវិតតែងបក់បោកលើមនុស្សគ្រប់គ្នាមិនរើសមុខឡើយបើជួបហើយប្រឹងដោះទៅដោះឲ្យអស់ពីសមត្ថភាពអ្នកហើយរីករាយនឹងអ្វីដែលអ្នកអាចធ្វើបានមានយប់មានថ្ងៃមានឆ្វេងមានស្ដាំមានល្អមានមិនល្អជាសច្ចធម៌រៀនទទួលយកទាំងពីរទើបមិនសូវកើតទុកខ្លាំងចិត្តអនាថាចិត្តរវើរវាយច្រើនស្មុគស្មាញច្រើនទុកក៏ច្រើនដែរខឹងច្រណែនស្អប់ភ័យព្រួយបារម្ភស្ដាយប្រកាន់ហួងហែងលោភលន់ធ្វើឲ្យចិត្តអ្នកខ្វល់ខ្វាយច្រើនបើអ្នកបណ្ដែតបណ្ដោយតាមអកុសលទាំងនេះអ្នកនឹងមិនបានសុខទេភាពរស់រាយស្រស់ស្រាយមេត្តាករុណាខន្តីសន្តោសប្រោសប្រណីបញ្ញាស្មារតីនាំមកនៅភាពត្រជាក់ត្រជុំសម្រាប់ជីវិតសេរីសួស្តីមួម៉ៅសេរីរត់ចេញរីករាយវិញសេរីរត់ចូលរៀនរីករាយទទួលថ្ងៃថ្មីយ៉ាងហោចណាស់អ្នកនៅមានជីវិតរស់នៅបន្តមួយថ្ងៃទៀតមានដៃមានជើងមានក្រុមគ្រួសារមានការងារធ្វើរៀនរីករាយនឹងអ្វីដែលអ្នកមានហើយប្រឹងប្រែងបន្ត
តែបើជួបរឿងមិនល្អខ្លះក៏កុំមួម៉ៅពេកអីព្រោះបើមួម៉ៅទៅរឿងកាន់តែស្មុគស្មាញថែមជីវិតតែមានបញ្ហាខ្លះចឹងឯងទ្រាំទៅបើដោះហើយដើរហួសទៅមុខទៀតកុំស្ពាយវាសំពីងសំពងពេកមួម៉ៅច្រើនព្រោះចូលចិត្តទាស់ចិត្តច្រើនអ្វីមិនចេះតែបានតាមចិត្តអ្នកចង់រហូតទេត្រូវយល់បើអ្នកឃើញថាមិនសមអ្នកនៅតែថាស្ដីតែគួររៀបចំចិត្តគំនិតឲ្យបានល្អមុននឹងហាស្ដីរៀនទទួលស្គាល់ការពិតរៀនយល់ដឹងពីអធ្យាស្រ័យរបស់មនុស្សរៀនអនុញ្ញាតឲ្យគេខុសពីយើងរៀនព្រមថាអ្នកមិនអាចបង្គាប់បញ្ជារឿងរ៉ាវគ្រប់បែបយ៉ាងបានទេថ្ងៃមានរាសីថ្ងៃដែលចិត្តអ្នករីករាយថ្ងៃដែលអ្នកបានធ្វើល្អដោយកាយវាចាចិត្តថ្ងៃនោះជាថ្ងៃមានរាសីខ្ពស់រាសីខ្ពស់អាស្រ័យលើបុណ្យដែលអ្នកបានសាងពីមុនមកនិងពេលបច្ចុប្បន្នមិនស្ថិតនៅលើមាត់គ្រូហៅថាទេសូមកុំផ្ញើហេងស៊យនៅលើសន្លឹកបៀឬពាក្យសម្ដីអ្នកដទៃឡើយផ្គាប់ចិត្តមិនត្រូវបើគេស្អប់អ្នកទោះបីអ្នកប្រឹងធ្វើល្អប៉ុណ្ណាក៏គេរកកន្លែងទឹះតើតែបានផ្គាប់ចិត្តមនុស្សគ្រប់គ្នាមិនបានទេប្រឹងធ្វើល្អឲ្យអស់ពីចិត្តពីថ្លើមបើគេមិនពេញចិត្តជារឿងរបស់គេសូមកុំចំណាយខួរក្បាលនិងពេលវេលាលើមនុស្សអវិជ្ជមានច្រើនពេកបើអ្នកបាត់បង់អ្វីគ្រប់យ៉ាងគ្រប់យ៉ាងសូមកុំបាត់បង់ក្តីសង្ឃឹមព្រោះអ្នកនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់សាងជីវិតថ្មីអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាចាកចេញពីអ្នកទៅអ្នកអាចយកវាជាបទពិសោធន៍ជាមូលដ្ឋានសម្រាប់ការចាប់ផ្ដើមសាជាថ្មីជោគវាសនាអ្នកនឹងបានប្រសើរបើអ្នកប្រឹងប្រែងពីថ្ងៃនេះតទៅបាច់លិមួកដាក់គ្នាបើគេខឹងអ្នកហើយអ្នកខឹងគេវិញបើគេជេរអ្នកហើយអ្នកជេរគេវិញអ្នកទាំងពីរមិនសូវខុសគ្នាប៉ុន្មានទេប្រៀបបានដូចបាច់លិមួកដាក់គ្នាបុគ្គលពាលគិតថាការអត់ធន់ជាការចាញ់រីឯព្រះពុទ្ធសរសើរការមិនតបតដោយកំហឹងជាជ័យជំនះដ៏ធំធេងគឺឈ្នះកំហឹងនៅក្នុងចិត្តអ្នកនិងជាមន្តដ៏វិសេសសម្រាប់យកឈ្នះមារសត្រូវទាំងឡាយជីវិតខ្ញុំជួបទុក្ខច្រើនម្លេះត្រឹមត្រូវហើយជីវិតមានទុក្ខអីចឹងឯងគ្មានអ្នកណាជៀសរួចទេគេជួបរឿងគេយើងជួបរឿងយើងមិនដូចគ្នាទេកុំប្រៀបធៀបគ្នាអី
ប្រងដោះឲ្យអស់ពីលទ្ធភាពអ្នកទៅកុំត្អូញត្អែពេកត្អូញទៅបានតែការទុកថែមម្នាក់សុទ្ធតែធ្លាប់ធ្វើបាបខ្លះបុណ្យខ្លះហេតុដូច្នោះបានជាជួបរឿងល្អខ្លះមិនល្អខ្លះប្រឹងដោះស្រាយទៅរួចបន្តដំណើរទៅមុខទៀតចំណៃខួរក្បាលព័ត៌មានដែលអ្នកនាំចូលមកក្នុងខួរក្បាលអ្នកមនុស្សដែលអ្នកនៅក្បែរជាប្រចាំនិងរបៀបគិតរបស់អ្នកផ្ទាល់មានឥទ្ធិពលខ្លាំងលើផ្លូវចិត្តរបស់អ្នកទម្លាប់រំលឹករឿងល្អអានឬមើលរឿងនាំឲ្យកើតចិត្តបុណ្យចិត្តកុសលនៅក្បែរមនុស្សមានគំនិតវិជ្ជមាននៅក្នុងកន្លែងជាទីសប្បាយនៃចិត្តរៀនគិតត្រូវសុខភាពផ្លូវចិត្តអ្នកនឹងបានរឹងមាំច្រើនមិនបានដោយប្រាថ្នាអ្វីមិនចេះតែបានតាមចិត្តអ្នកចង់រហូតទេមនុស្សមិនល្អគ្រប់10ទេគេមិនចេះតែធ្វើត្រូវចិត្តអ្នករហូតទេរឿងខ្លះមិនបានដូចបំណងអ្នកទេអ្វីកើតតាមហេតុរបស់វាបើអ្នកមានបុណ្យច្រើនមានបញ្ញាច្រើនការងារបានសម្រេចដូចបំណងច្រើនតែបើខ្សោយបុណ្យអ្នកពិតជាលំបាករៀនទទួលស្គាល់ការពិតកុំដាក់ក្តីសង្ឃឹមខ្លាំងពេកព្រោះពេលមិនបានអ្នកពិតជាកើតទុក្ខខ្លាំងសង្ឃឹមខ្លាំងពេលមិនបានខកចិត្តក៏ខ្លាំងដែរសង្ឃឹមចុះតែត្រូវទម្លាប់ប្រាប់ខ្លួនឯងថាបើបានក៏ទទួលបើមិនបានក៏ត្រូវតែហ៊ានប្រឈមអ្វីមិនចេះតែបានជោគជ័យរហូតទេជីវិតមានទាំងល្អមានទាំងមិនល្អត្រៀមទទួលយកទាំងពីរផ្ញើសុខនៅខាងក្រៅសូមកុំផ្ញើសេចក្តីសុខទាំងស្រុងនៅលើទ្រព្យសម្បត្តិឬកិត្តិយសគេឈ្មោះឡើយរបស់ខាងក្រៅមិនអាចធានាសេចក្តីសុខបាន 100% ទេភាពត្រជាក់ត្រជុំតាមផ្លូវចិត្តសេចក្តីល្អគុណធម៌ទឹកចិត្តមេត្តាករុណាសតិបញ្ញាជាជំរកដ៏ត្រជាក់នៃជីវិតរវល់ពេកម្នាក់រវល់ណាស់រកថ្ងៃស្លាប់សឹងមិនបានអ្នកខ្លះប្រឹងពេកស្លាប់ទៅទាំងដៃទៅទេមិនបានធ្វើល្អអ្វីសោះជីវិតមិនទៀងទាត់ទេកុំចាំពេលនេះពេលនោះអីឆ្លៀតសាងល្អពីថ្ងៃនេះឲ្យហើយរៀនធ្វើទានរក្សាសិលស្ដាប់ធម៌ធ្វើសមាធិរឿយគ្រាន់បានជាទ្រព្យជាប់តាមខ្លួនមិនចេះគ្រប់មានប៉ុណ្ណាល្បីប៉ុណ្ណាខ្ពស់ប៉ុណ្ណាក៏មិនចេះគ្រប់ដែរភ្លើងមិនឆ្អែតដោយអស់សមុទ្រមិនឆ្អែតដោយទឹកសេចក្តីប្រាថ្នារបស់មនុស្សមិនចេះស្កប់ស្កល់ឡើយសូមកុំបណ្ដោយឲ្យចិត្តលោភលន់ចិត្តប្រៀបធៀប
ចិត្តច្រណែនដឹកនាំអ្នកឲ្យក្រវល់ក្រវាយក្តៅក្រហាយរកសុខមិនឃើញឡើយអ្នកនៅតែប្រឹងរកតែរកដោយសុចរិតបានមកជាទ្រព្យត្រជាក់ហើយរៀនរីករាយនឹងអ្វីដែលអ្នកមានហើយបើគេមានជាងអ្នករៀនត្រេកអរនឹងគេទៅមិនដូច្នោះទេអ្នកនៅតែខ្វះរហូតដល់ថ្ងៃស្លាប់ធ្ងន់ណាស់សម្ពាធការងារផងសម្ពាធគ្រួសារផងសម្ពាធផ្លូវចិត្តផងយូរទៅយោងខ្លួនស្ទើរមិនរួចបើធ្ងន់កាយមេត្តាកុំធ្ងន់ចិត្តពេកបើហត់ខ្លាំងត្រូវសម្រាកខ្លះកុំបង្ខំខ្លាំងពេករហូតធ្វើបាបខ្លួនឯងឡើយសម្រាកចិត្តខ្លះរៀនព្រមតាមសមត្ថភាពដែលអ្នកមានរៀនញញឹមទទួលស្គាល់